បាទ Hello ជំរាបសួរអ្នកទាំងអស់គ្នាជាទីរាប់អានបាទមេរៀនវីដេអូនេះខ្ញុំនឹងបង្ហាញពីការប្រើប្រាស់ file គឺ PHP បាទអញ្ចឹងក្នុង PHP យើងទៅសេកូដហើយយើងបើកអត់បានទេទោះយើងមាន server ដើម្បីបើកវាអត់ដូច HTML ទេឬក៏ JavaScript បើ HTML JavaScript យើងទៅសេកូដយើងបើកធម្មតាបានតែចំពោះPHP នេះបើកអត់បានទេទោះយើងមាន server បាទអញ្ចឹងការបើករបស់វា server របស់វាអាចមានច្រើនបាទឥឡូវខ្ញុំឧទាហរណ៍មាន3ចុះអញ្ចឹងមាន web server ហើយមាន SAM ហើយមាន ECPP អញ្ចឹងក្នុង3នេះយើងប្រើមួយណាក៏បានមិនមែនប្រើទាំងអស់ទេប្រើតែមួយបានហើយអញ្ចឹងខ្ញុំប្រាប់អំពីតឡង web មួយបាទហើយក្នុងកូដsoftware ទាំងអស់នេះយើងអាច download បានយើងចូលមកកន្លែងនេះមក download បានបាទ file crop បាទហើយទៅមកយើងវាយ search រកមកបាទតែយើង download បានបាទឥឡូវខ្ញុំបាន download ហើយបាទអញ្ចឹងខ្ញុំคลิกលើវា2ដងបាទហើយខ្ញុំចុច next បាទហើយធីយកឡើងនេះមកហើយ next ទីតាំងដាក់វានៅណាបាទមកថាដាក់ 3D យើងដាក់ 3C ដាក់បានដែរប៉ុន្តែយើងយកល្អដាក់ក្នុង 3D បាទព្រោះ 3D យើងវាអត់ប៉ះពាល់នឹង drive soft របស់ Windows បើដាក់កន្លែងហ្នឹងអាចបញ្ហាតកតងមេរោគ AC file ណាមួយបើកអត់ចេញទេតែយើងដាក់ក្នុង 3D មកបាទហើយខ្ញុំអូខេបាទអូខេមកអូខេបាទហើយតមកយើងចុចអូខេមក Yes មិនអូខេគឺ Yes បាទកន្លែងនេះ allow មកហើយចុច next បាទឲ្យវា start បដ ாய் ទៅបាទហើយខ្ញុំសាកបាយលបងថា localhost បាទ localhost បាទអញ្ចឹង web របស់យើងបានដើរហើយបានសម្រេចជោគជ័យបាទអញ្ចឹងយើងដាក់ file PHP ក៏យើងត្រូវដឹងកន្លែងដាក់ដែរអញ្ចឹងដើម្បីដាក់ file PHP បានយើងពេលយើងបើក web អញ្ចឹងហើយយើងចូលតាមនេះមកលឿនបាទចូលកន្លែងនេះហើយ directory បាទ w directory file ចូលកន្លែងនេះមកអញ្ចឹង file PHP គឺយើងដាក់ក្នុងនេះបាទយើងបង្កើត folder មួយមកដើម្បីដាក់វាឧបមាថា lesson PHP ឧទាហរណ៍បាទ PHP ហើយក្នុង lesson PHP នេះយើងដាក់ file មួយខ្ញុំបង្កើត PHP ឲ្យយើងមួយចុះបាទឧទាហរណ៍ថា index បាទដាក់ .php ឧទាហរណ៍បាទអញ្ចឹងយើងសាកសរសេរកូដនៅនេះក៏បានបាទអញ្ចឹង PHP យើងបើក PHP បាត់វិញក៏ PHP ដែរហើយយើងសេបង្ហាញ message មួយមកបាទឧបមាថា verb working បាទអញ្ចឹង file ប៉ុណ្ណឹងបាទហើយ file PHP នេះដាក់ក្រៅពីកន្លែងមិញបើអត់បានទេទោះយើងដាក់នៅក្នុង web មិញនេះបាទនេះដាក់នៅក្នុងនេះក្នុង W 3ដងនេះហើយដាក់ក្នុង folder ណាមួយមកយើងដាក់ឲ្យផ្សេងគ្នាបាទខ្ញុំអូខេអញ្ចឹងវាមាន lesson PHP យើងបង្កើតមកបើយើងបង្កើត folder នៅក្នុង W នឹងមួយទៀតវានឹងចេញ folder មួយទៀតបាទនេះ new បាទ folder នេះមកឧបមាថា lesson C ឧបមាថា CAS ឧទាហរណ៍បាទអញ្ចឹងយើងមក refresh អញ្ចឹងមានមួយឯងឥឡូវខ្ញុំ refresh ទៅវាបង្ហាញមួយទៀតបាទមេរៀន PHP យើងសិក្សាយើងបើកមកឃើញ message អញ្ចឹងកូដនេះគឺកូដ PHP ដើរបាទនេះគឺជាកូដ PHP ទេបាទអញ្ចឹង PHP ដើម្បីដើរបានតើតើយើងដាក់ក្នុងហ្នឹងដាក់ក្នុងបាញ់មាញ់នេះបាទនេះដាក់ក្នុង folder នេះមកបាទនេះ file វាយើងអាចទៅសេ file បានច្រើននៅនេះអញ្ចឹងកាលណាដែលយើងទៅសេនៅហ្នឹងដើរទាំងអស់បាទហើយក្នុងករណីយើងក្នុងការចូលមានកន្លែងច្រើនកន្លែងបាទក្នុងការចូលមានច្រើនកន្លែងយើងអាចចូលតាមនេះក៏បានឬយើងចូលទៅកន្លែង 3D របស់យើងក៏បានបាទចូលកន្លែង 3D នេះហើយយើងរកពាក្យមួយដាក់ថា web មកបាទ web នេះហើយយើងចូលកន្លែង W 3ដង
បាទអញ្ចឹងឃើញ file ដែលយើងបាញ់មិញដែលយើងបានបង្កើតបាញ់មិញបាទអញ្ចឹងសូមអរគុណដែលបានមើលវីដេអូហើយមានបញ្ហាអីអាចសាកសួរបានសូមអរគុណបាទ